សូមលំអរកាយក្រាបថ្វាយបង្គំសូមជម្រាបសួរជនរួមជាតិរួមភាសាចាថ្ងៃនេះខ្ញុំមករៀនអាននៅច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23 ដុល្លារ 1991ដែលជាច្បាប់អន្តរជាតិស្តីពីកម្ពុជាបងប្អូនអញ្ចឹងខ្ញុំសូមអាននៅកិច្ចព្រមព្រៀងទី1ច្បាប់កិច្ចព្រមព្រៀងនេះមាន4កិច្ចព្រមព្រៀងធំបងប្អូនកិច្ចព្រមព្រៀងទី1គឺកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាដែលជាកិច្ចព្រមព្រៀងដំណាក់កាលអន្តរកាលបងប្អូនកិច្ចព្រមព្រៀងដំណាក់កាលអន្តរកាលនេះគេនិយាយអំពីយន្តការរបស់អង្គការសហប្រជាជាតិដែលបានចូលមករៀបចំនៅប្រទេសកម្ពុជាឲ្យមានផ្ដល់ឯករាជ្យដល់កម្ពុជាដើម្បីបង្កើតនៅរដ្ឋាភិបាលថ្មីមួយនិងបង្កើតនៅរដ្ឋធម្មនុញ្ញថ្មីមួយដែលដឹកនាំតាមរបបប្រជាធិបតេយ្យសេរីពហុបកចាកិច្ចព្រមព្រៀងទី1នេះគឺមាន32មាត្រានិង5ឧបសម្ព័ន្ធអញ្ចឹងខ្ញុំសូមអាននៅមាត្រាទី1ចាបងប្អូនភាគទី1ការរៀបចំក្នុងដំណាក់កាលអន្តរកាលផ្នែកទី1ដំណាក់កាលអន្តរកាលមាត្រាទី1ដើម្បីបម្រើវត្ថុបំណងនៃកិច្ចព្រមព្រៀងនេះដំណាក់កាលអន្តរកាលត្រូវចាប់ដើមពីពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមានហើយត្រូវបញ្ចប់នៅពេលដែលសភាធម្មនុញ្ញដែលបានជាប់ឆ្នោតតាមរយៈនៃការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដែលរៀបចំឡើងនិងបញ្ជាក់ដោយអង្គការសហប្រជាជាតិបានអនុម័តរដ្ឋធម្មនុញ្ញហើយបានคล้ายខ្លួនឯងទៅជាសភានីតិបញ្ញត្តិរួចបន្ទាប់មករដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើងនេះចប់នៅមាត្រាទី1នៃកិច្ចព្រមព្រៀងដំណាក់កាលអន្តរកាលបងប្អូនហើយមានកិច្ចព្រមព្រៀងច្រើនទៀតបងប្អូនមានកិច្ចព្រមព្រៀង3បន្ថែមទៀតគឺកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងកិច្ចព្រមព្រៀងទី3គឺកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញដែលមាន13ចំណុចនិងកិច្ចព្រមព្រៀងទី4គឺកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសបងប្អូនដែលមាន15ចំណុចហើយកិច្ចព្រមព្រៀងទី1នេះមាន32មាត្រានិង5ឧបសម្ព័ន្ធហើយកិច្ចព្រមព្រៀងទី2គេបាននិយាយអំពីបើមានការរំលោភនៅអធិបតេយ្យភាពឯករាជ្យបូរណភាពភាពមិនអាចរំលោភបាននៃដែនដីរបស់កម្ពុជាអញ្ចឹងគេមាននៅមាត្រាទី5នៃកិច្ចព្រមព្រៀងទី2ហ្នឹងគេបាននិយាយថាភាគីទាំងអស់ដែលបានទទួលស្គាល់ដល់បូរណភាពទឹកដីប្រទេសកម្ពុជានឹងត្រូវកោះប្រជុំហើយដោះស្រាយដោយសន្តិវិធីស្របទៅតាមមាត្រា33នៃធម្មនុញ្ញអង្គការសហប្រជាជាតិឬក៏ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបងប្អូនចាសូមអរគុណថ្ងៃបន្ទាប់នឹងខ្ញុំនឹងអានចំណុចបន្តទៀតបងប្អូន